ដែលចូលមកប៉ែតពេលខ្លះគាត់ក្អួតចោលពេលខ្លះគាត់វិលមុខពេលខ្លះគាត់មកកំប្លែងនឹងខ្សោយផ្លូវភេទមកស្ពឹកកាហាយជើងអ្នកជំងឺខ្លះគាត់មកអត់មានកម្លាំងលេងអ្នកជំងឺខ្លះគាត់ចូលមករឿងគាត់ភ័យខ្លាចត្រង់នោមគាត់ចុះខ្សោយខ្លាចនេះគឺជាការងាររបស់គ្រូពេទ្យទឹកនោមផ្អែមចេះសេរីថ្នាំបំបត្តិស្ពឹកមានថ្នាំ 4-10 មុខដែរបំបត្តិហឹងវិល mania disease ណា gastroparesis បានន័យថាក្អួតចោលបាយមិនចូលគ្រូពេទ្យគាត់ចេះអាហ្នឹងណាផ្លូវភេទគ្រប់គ្រងស្ករចាក់លេបឲ្យថ្នាំជួយបេះដូងជួយការពារត្រង់នោមឥឡូវយើងមានដល់ថ្នាំជួយខ្លាញ់រោមថ្លើមមានដល់ថ្នាំជួយបញ្ចុះ 10-20 គីឡូមានរហូតទៅដល់ថ្នាំតិចមានរូបមន្ត 3-4 មុខចូលគ្នាអញ្ចឹងអ្នកជំងឺគាត់សម័យនេះគាត់ឆាប់បានទទួលការព្យាបាលលឿនរហ័សហើយអ្នកជំងឺដែលយើងអាសាជួបគឺជាអ្នកជំងឺដែលមានទឹកនោមផ្អែមលើសពី10ឆ្នាំអញ្ចឹងគាត់មានផលវិបាកទាំងអស់នេះមកហើយពួកយើងត្រូវប្រកែក្នុងការដោះស្រាយស្ពឹកវិលអាហារមិនចូលកុំឲ្យខូចត្រង់នោមកុំឲ្យខូចថ្លើមគ្រូពេទ្យត្រូវការអ្នកជំងឺឬក៏ក្រុមគ្រួសារអ្នកជំងឺសហការកន្លែងហ្នឹងមិនអាចដោះស្រាយបានជាងការធ្វើការពេល3ខែពេលខ្លះធ្វើការពេល6ខែបានជួយគាត់បានគាត់ត្រឡប់មកវិញស្រួលខ្លួន